គេទង្វើសូលឬសុងបើពេលហ្នឹងពាក្យត្រឹមត្រូវបាទសក្តិត្រេចមួយដែលមានមៀតសូលឬសុងវា200បាទមៀតសូលឬសុង200ដែលមានកំហាប់ស្មើនឹង 0.01 ម៉ូលក្នុង1លីត្រអញ្ចឹងអក្សរកគណនាមៀតឧស្ម័នអ៊ីត្រូសែនក្លរ៉ូបាទមៀតឧស្ម័នអ៊ីត្រូសែនក្លរ៉ូបាទនៅលក្ខខណ្ឌធម្មតាអញ្ចឹងលំហាត់ប្រភេទនេះគឺយើងទៅរឧស្ម័នវិញបាទព្រោះអីប្រភពនៃការផលិតអាស៊ីតក្លរ៉ូត្រិកហ្នឹងគឺគេប្រើឧស្ម័នអ៊ីត្រូសែនក្លរ៉ូរំលាយទៅក្នុងទឹកបាទណាកូនហើយកណេមៀតសូលសង់សូត្រដែល 0.02m ដែលមានកំហាប់ 0.02m ហ្នឹងដើម្បីបន្សាបសូលសង់អាស៊ីតខាងលើអញ្ចឹងអានេះគឺចូលលក្ខណៈអត្រាកម្មបាទអត្រាកម្មអញ្ចឹងយើងចាប់ផ្ដើមពីចំណុចដំបូងឡើយនេះគឺគុណពាក់ព័ន្ធគ្នាជាមួយនឹងរ៉ូម៉ាំងទី5បាទរ៉ូម៉ាំងទី5បាទអក្សរកណាដំបូងឡើយគ្រូដាក់ថាសម័យកាលមុនបាទសួរថាគ្រូមិនអញ្ចឹងបាទគ្រូដាក់សម័យកាលអញ្ចឹងសម័យកាលតាំងប្រតិកម្មបាទតាំងឲ្យប្រតិកម្មបាទរឿងសម័យកាលតាំងប្រតិកម្មអញ្ចឹងនៅក្នុងសម័យកាលតាំងឲ្យប្រតិកម្មនេះយើងមានបាទរឿងទី1យើងមាន HCl ដំបូងឡើយជា gas បាទណាហើយ HCl ហ្នឹងបូកទឹកបាទអញ្ចឹងពេលដែល HCl រលាយក្នុងទឹកទៅរលាយសក់ព្រោះវាជាប្រភេទនៃអាស៊ីតខ្លាំងអញ្ចឹងពេលហ្នឹងវាបង្កើតបានដូចជាបាទអ៊ីយ៉ុងអ៊ីដ្រូញ៉ូមហើយនឹងអ៊ីយ៉ុងអ៊ីដ្រូស៊ីតno Cl ដកសុំទោសគ្រូនិយាយច្រឡំអញ្ចឹងជាទូទៅណាគេមិនដែលប្រាប់ថាសរសេរសម័យកាលផងគេមិនដែលប្រាប់អញ្ចឹងបាទតែត្រូវតែសរសេរបាទអញ្ចឹងនៅក្នុងវត្ថុអំណងប្រធានហ្នឹងគេឲ្យយើងធ្វើការកណនាបាទពេលហ្នឹងគាត់ដាក់ថាកណនាមៀតបាទមៀតឧស្ម័នបាទមៀតឧស្ម័នបាទមៀតឧស្ម័នហ្នឹងគឺឧស្ម័នអ៊ីដ្រូសែនដាក់មៀតឧស្ម័នអ៊ីដ្រូសែនក្លរ៉ូបាទអ៊ីដ្រូសែនក្លរ៉ូអញ្ចឹងដឹងហើយកាលណាយើងកណនាមៀតឧស្ម័នរូបមន្តមានតែមួយហ្នឹងបាទហើយយើងក៏មិនមែនទៅតាមសម័យកាលឧស្ម័នបរិសុទ្ធដែរយើងមិនមែនទៅតាមហ្នឹងទេយើងនៅតែប្រើ n ស្មើនឹង v លើ vm ដដែលបាទណាហើយអាហ្នឹងគឺរូបមន្តតាម Avogadro អញ្ចឹងណាហើយយើងបាន v បាទ v របស់វាស្មើនឹងយើងអាចយកតម្លៃ n ហ្នឹងយកមកគុណជាមួយនឹង vm របស់វាមៀតម៉ូលស្មើហ្នឹងអញ្ចឹងយើងដឹងអីដែលយើងបានដឹងហើយយើងដឹងថាមៀតម៉ូលស្មើហ្នឹងគឺស្មើនឹងបាទលក្ខខណ្ឌធម្មតាយើងយក22បាទ .4 ទៅបាទគាត់ដាក់លីត្រក្នុងម៉ូលហើយណាតែអីដែលគាត់តស្គាល់គឺចំនួនម៉ូលអូខេពេលដែលគាត់រកម៉ូលណាគាត់ដាក់ថារកម៉ូលបាទរកម៉ូល HCl តែរកម៉ូល HCl គឺសន្តានជាសូលសង់ទេបាទណា HCl ដែលគាត់រកម៉ូលគឺសន្តានជា AQ បាទ AQ បាទមិនជា gas ទេជាល្បាយតែយើងដឹងថាម៉ូលវាមានប្រមាណធ្លាក់ចូលទឹកមានដល់ប៉ុណ្ណឹងអញ្ចឹងម៉ូលវាយករកតាម CV វិញតែលោកម៉ាត់ប្រាប់មៀតទេទៅរកមៀតទៀតបាទអាម៉ូលយើងរកតាម CV អញ្ចឹងដោយសារតែយើងមានបំរាប់បាទអញ្ចឹងបានគ្រូប្រាប់ថាដំបូងឡើយគុណស្រង់បំរាប់សិនទៅដើម្បីកុំឲ្យវង្វេងខ្លួនឯងបាទយើងមាន C របស់វាកំហាប់របស់វាស្មើនឹង0បាទ 0.01 កន្លែងបាន 0.01 ម៉ូលហ្នឹងណាហើយក្នុង1លីត្រហើយយើងស្គាល់ V សូលសង់ VS បាទ200បាទ200មីលីលីត្រអញ្ចឹងហើយកន្លែងបានបាទ8ជាលីត្រហើយបាទ 0.2 លីត្របាទអញ្ចឹងរូបមន្តដែលយើងយកមកប្រើដើម្បីកណនាម៉ូលបាទយើងប្រើតាម C ប្រើរូបមន្តកំហាប់បាទយើងយកមកប្រើរូបមន្តហ្នឹងរូបមន្តកំហាប់ដែរអញ្ចឹងប្រើ C ស្មើនឹងអីគេមិនយក n នៅលើ VS ទៅដែរហើយយើងអាចទាញយក n ណាបាទយក n វាស្មើនឹង C គុណនឹងតម្លៃនៃ VS អញ្ចឹងយើងអាចនាំឲ្យបានហើយពេលនាំឲ្យ n ហ្នឹងគឺ n របស់ HCl បាទ HCl បាទជា AQ បាទហើយ NaCl AQ NaCl ជាឧស្ម័នតែមួយទេបាទចាំគ្រូយល់តាមក្រៅចឹងនេះបាន 0.01 បាទគុណនឹង 0.2 កន្លែងនេះគាត់អាចសរសេរជាស្វ័យគុណទៅបាទឲ្យលេខថោកញ៉ៃបែប2ដល់គុណដល់3បាទ2ដល់គុណដល់3ຂະຫນາດនេះគិតជាម៉ូលតោះឥឡូវគ្រូពន្យល់រឿងបាត់ពុទ្ធនេះដើម្បីបង្កើតបានដូចជាសូលសង់មួយដែលគេហៅថាសូលសង់
axit chlorhydric នេះបាទអញ្ចឹងគេធ្វើការរំលាយបាទគេធ្វើការរំលាយឧស្ម័នចូលបាទឧស្ម័នហ្នឹងគឺឧស្ម័នគឺគាត់ហៅថាឧស្ម័នអ៊ីដ្រូសែនក្លរូមិនរំលាយអំបិលអ៊ីដ្រូសែនក្លរូទេហ្នឹងអត់ទេបាទបើស៊ូតអាហ្នឹងគេរំលាយក្រាមអញ្ចឹងទៅបាទលេខក្រាមបាទអញ្ចឹងហើយវាជាក្រាអានេះវាមិនមែនជាក្រាមទេហើយត្រូវចាំថាទឹកប្រមាណអានេះវេទឹកបាទអានេះមានទឹកណាដំបូងឡើយគឺមានទឹកបាទអញ្ចឹងវេសូលូសុងហ្នឹងគឺដូចគ្នាបាទវាស្មើនឹងវេរបស់ទឹកហើយព្រោះយើងដាក់ទឹកប្រមាណដល់ប៉ុណ្ណឹងនៅពេលដែលយើងបាញ់ឧស្ម័នចូលទឹកណានៅពេលដែលគេបង្ហូរឧស្ម័នចូលទឹកអាហ្នឹងអត់អីវេសូលូសុងត្រូវយកតាមអាវេទឹកហ្នឹងបាទវេសូលូសុងត្រូវយកតាមវេទឹកអញ្ចឹងបើដែលបង្ហុយឧស្ម័នចូលទឹកហ្នឹងអញ្ចឹងអត់មានអីទេកន្លែងហ្នឹងមានថានៅពេលដែលគេចាប់ដើមបង្ហុយឧស្ម័នចូលទឹកអញ្ចឹងឧស្ម័នវារលាយក្នុងទឹកហើយអញ្ចឹងវេសូលូសុងយើងត្រូវយកតាមវេទឹកបាទវេសូលូសុងនេះយើងយកតាមវេទឹកយើងអត់បើសិននេះគិតទៅបាតុភូតហ្នឹងយើងអត់មានបូកទេបាទអត់មានបូកទេអញ្ចឹង HCl នេះជា gas អញ្ចឹងនៅពេលដែលនៅក្នុងនេះគេគ្រាន់តាំងទេបាទតាំងវាជាគេ ជា HCl ដែរតែ HCl នៅក្នុងនេះគឺជាសន្តាន AQ ហើយតាមពិតសួរថាវា AQ ចឹងអត់ទេរឿងរបស់ HCl ហ្នឹងតាមពិតនៅក្នុងសូលូសុង HCl សូលូសុងអាស៊ីតក្លត្រិកហ្នឹងគឺមិនមែនមានអាស៊ីតក្លត្រិកទេគឺធាតុគីមីសំខាន់គឺមាន H បាបូកនិង Cl ដកដោយសារគុណទៅយល់ថាអាហ្នឹងវាបំបែកជាយ៉ុងទាំងស្រុងបាទវាបំបែកទាំងស្រុងអញ្ចឹងយើងត្រូវដឹងថាបើម៉ូលវាប្រមាណវានៅប៉ុណ្ណាបាទ N វាថេបាទ N វាដែលយើងគិតណាគ្រាន់យើងគិត N សន្តានជា gas ត្រូវស្មើនឹង N របស់វាជាសន្តាន AQ ព្រោះយើងបាញ់ប្រមាណម៉ូលទៅក្នុងហ្នឹងហើយវេ N វាបើ N ជា gas អាហ្នឹងយើងរកតាមរង្វង់នេះគេបាទ N ស្មើនឹង V នៅលើ Vm បាទ N ស្មើ V លើ Vm ហើយបើ N ជា AQ អាហ្នឹង N វាស្មើនឹង C គុណនឹង Vs អញ្ចឹងពីហ្នឹងគឺវា N វាស្មើគ្នាមែនប៉ុន្តែអីដល់ពេលដែលគុណចាប់ដើមគិតគឺវាបែបហ្នឹងបាទវាបែបហ្នឹងអញ្ចឹងហើយបានជាធ្វើលំហាត់ប្រភេទនេះសុំកុំពេលដែលយើងឃើញអីមកយ៉ាងមកបាទកាលណាឥឡូវថាយើងមាន HCl ក្នុងនេះបាទ HCl ជា gas នៅក្នុងនេះវាហុយទៅអញ្ចឹងដល់ពេលដែលយើងចាប់ដើមធ្វើកន្លែងហ្នឹងគឺសុំកុំភ្លេចបាទប្រយ័ត្នទៅច្រឡំអីយក way gas ទៅបូកមួយ way solution អត់យកទេបាទអានេះរឿងប៉ុណ្ណឹងហើយកម្មទៀតនាំឲ្យបានបាទខ្លួនអាចទាញសេចក្តីនាំឲ្យមកយើងអាចទាញបានចំនួនកំហាប់បានណាបាទកន្លែងនេះគាត់ទាញបានកំហាប់បាទអញ្ចឹងគាត់អាចនាំឲ្យឃើញម៉ូលនាំឲ្យកំហាប់ HCl មកបាទណាស្មើ HCl ណាអញ្ចឹងស្មើនឹងអានេះវាមិញបាទកំហាប់វាមិនស្មើនឹងno គ្រូទាញខុសអានេះវាមិនយកកំហាប់ទេយើងចង់បាន VM បងចង់បាន V វាណាលុបចេញនេះសេចឹងអត់ត្រូវទេគ្រូទាញច្រឡំចង់បាន VHCl តែ V ជាឧស្ម័នណាបញ្ជាក់ហើយបញ្ជាក់ទៀតបាទអញ្ចឹងចង់បានមាត្រឧស្ម័ន HCl បាទ V ឧស្ម័ន HCl គ្រូអត់ដាក់ VS ទេតែច្រឡំ V សូលូសុងអញ្ចឹងស្មើនឹងអានេះវាបានមិញយើងបាន2បាទ N គុណ VM នេះយកមកចំនួនលើណា2ដល់គុណ13បាទណា2គុណនឹង10បាទស្វ័យគុណ13ហើយគុណនឹងបានប៉ុន្មាន 22.4 នេះបាទណា 22.4 អញ្ចឹងបើយើងគិតទៅវាបាន4បាទ 444.8 បាទណាអានេះគុណនឹង10គុណ13តែຂະຫນាតយើងគិតជាលីត្របើយើងចង់មកបែកជាមីលីត្រវាបាន44បាទចុច8ຂະຫນាតយើងគិតជាមីលីត្របាទអញ្ចឹងអត់បាយអត់ទេគុណណាកន្លែងអត់បាយអត់ចុះប៉ុន្តែរឿងដែលសំខាន់គឺកុំភ្លេចរឿងដូចនេះអញ្ចឹងដល់ពេលដែលយើងបានទម្រង់នេះយើងដាក់ថាមាត្របាទមាត្រឧស្ម័នណាមិនមាត្រសូលូសុងទេបាទមាត្រឧស្ម័នបាទអានៅក្នុងអាបេប៉ោនៅគូមិញហ្នឹងណាមាត្រឧស្ម័នបាទណាអញ្ចឹងកន្លែងគុណដាក់ថាមាត្រឧស្ម័នអ៊ីត្រូសែនក្លរូបាទគឺប្រមាណបាទគឺគុណបាន44បាទ0.8 មីលីលីត្របើចង់បានសូលូសុងដែលមានកំហាប់ប៉ុណ្ណឹងមានប៉ុណ្ណឹងបាញ់ប៉ុណ្ណឹងចូលបាទណាតែមាត្រសូលូសុងយើងយកតាមមាត្រទឹកឯតាមពិតបាទកាលនេះមាត្រសូលូសុង NaOH បាទ
ចូលដល់អក្សរខនៅក្នុងរឿងរបស់អក្សរខនេះអាហ្នឹងគឺចូលលក្ខណៈមួយគឺយើងហៅថាអត្រាកម្មហើយបាទណាអក្សរខប៉ុន្តែគុណដឹងហើយរឿងក្នុងគីមីគឺបែបហ្នឹងគឺគេមិនដែលប្រាប់ថាចូលសេសម័យកាលទេបើគេប្រាប់តែរឿងសំខាន់នេះត្រូវសេសម័យកាលណាបាទតាគ្រូខ្ញុំអត់ប្រើសម័យកាលផងត្រូវសេប្រតិកម្មហ្នឹងគឺសម័យកាលឥឡូវគ្រូប្រើជាទម្រង់អ៊ីយ៉ុងសម្រួលនៅក្នុងអត្រាកម្មអាស៊ីតខ្លាំងមកខ្លាំងអញ្ចឹងបើអាស៊ីតខ្លាំងមកខ្លាំងយើងអាចសរសេរបាន x បើបូកតែផ្សេងហ្នឹងអត់ទេណាតិចយកអាស៊ីតខ្សោយមួយបាសខ្លាំងអីសរសេរយ៉ាងដែរគឺខុសហើយបាទណាព្រោះខ្លាំងយើងសរសេរបានហ្នឹងអញ្ចឹងបង្កើតបានដូចជា2ដងនៃម៉ូលេគុលទឹកអញ្ចឹងចានេះរឿងសម័យកាលបន្តមកទៀតបាទសំណួរគេឲ្យធ្វើការកណនីបាទតាមទម្រង់សំណួរណាកណនីអីកណនីមៀតបាទណាកណនីមៀតរបស់ណាគេមៀតរបស់សូលុយសង់ច្បាស់លាស់ណាមៀតសូលុយសង់រាវហ្នឹងបាទបើវាស្មើនឹងហ្នឹងសូលសង់ស្មើប៉ុន្តែអានេះខាងលើហ្នឹងសូលសង់មិនមែនជាសូលសង់ទេព្រោះចាំឲ្យស្មានមិនតាន់ស្លាយជាសូលសង់អញ្ចឹង NaOH អញ្ចឹងណារឿងទី1បាទកលេចមកវិញជាទម្លាប់កុំភ្លេចរឿងបំរាប់បាទទាំងអស់នេះរឿងបំរាប់តកតងមួយ HCl ខាងលើបាទគុនឃើញវាមាន C គេវាមាន Ca បាទស្រង់សិនមក Ca 0. បាទ0.1 ម៉ូលបាទ1ម៉ូលក្នុង1លីត្របាទណាហើយយើងមាន Va បាទគេមានប្រាប់ថាគេដួសមកប្រហែលណាអាហ្នឹងយើងយកដដែលណា200ដែរណាគេមានប្រាប់ថាគេដួសប្រហែលហ្នឹងណាមិនចឹងបើគេប្រាប់ថាគេដួសតែប្រហែលអីចឹងអាហ្នឹងគេមិនដាក់ថាឥឡូវកន្លែងគេដាក់គេនេះមានសូលសង់ NaOH ដែលត្រូវដើម្បីបន្សាសូលសង់អាស៊ីតខាងលើចាឥឡូវមិនឡូត្រាបាទណាចឹងយើងយក200មីលីលីត្រដែរចឹងបាញ់បាយក៏បានដែរគាត់អត់អីតាមហ្នឹងណាហើយបើគុណមើលលើ NaOH មានអីគេបាទមាន CB ឲ្យច្បាស់ណា AB បាទចឹង CB វា 0.02 គេឲ្យមកអំតាមគេទៅបាទគេឲ្យម៉ូលលីត្រតាមគេទៅបាទនេះមើលអត់ទាន់ណាអញ្ចឹងយើងត្រូវសេមួយទៀតយើងសេថាដោយបាទដោយប្រភេទអត្រាកម្មឬក៏ប្រតិកម្មបន្សាបនេះដោយប្រតិកម្មហ្មងទៅបាទគាត់ឲ្យពិបាកការគិតថាគ្រូប្រតិកម្មហ្មងអូខេប្រតិកម្មចឹងបាទប្រតិកម្មរវាងចឹងទៅHCl monoacid បាញ់ដាក់ខ្លាំងខ្សោយទេបាទដាក់តាម monoacid ចឹងទៅបាទណា monoacid ស្អីចឹងហ្នឹង monoacid ជាមួយបាទណាខ្លាំងជាមួយបាទ mono បាទដើម្បីអីស្អីចឹងដើម្បីតាមរួនបានអញ្ចឹងបើសិនជាគុណអត់ស្អីចឹងទេពេលខ្លះវា D អីចឹងយើងអាចច្រឡំពេលខ្លះវាមិនមែន mono ណាបាទវាអាច D អីដែរហើយវាមិនមែនមានខ្លាំងរហូតណាវាមានខ្សោយខ្លះលាយខ្លាំងអីចឹងទៅតែអាចខ្សោយនឹងខ្សោយណាតែអាចខ្សោយអញ្ចឹងកន្លែងតាមរមុនមកបាទណាសូមយកមកសរសេរយើងអានបទតាមរមុនបានអញ្ចឹងរមុនរបស់យើង mono អីអញ្ចឹង Ca បាទ Va បាទស្មើនឹង Cb បាទ Vb អញ្ចឹងដែរហើយយើងទាញយកមកយើងទាញយក Vb បាទចាំបាន Vb ឲ្យច្បាស់លាស់គាត់ណា V បាទអញ្ចឹងស្មើនឹង Ca បាទ Va គាត់ជំនួសនៅលើបាទហើយនៅលើ Cb អត់មានជំនួសលេខនៅហ្នឹងទេចុះដាក់បន្តមកក្រោមដើម្បីកុំឲ្យលោកគ្រូរកកន្លែងដាក់បន្ទុកអីយើងអត់ឃើញពេលខ្លះគាត់ចង់ឲ្យយើងជាប់ណាបាទប៉ុន្តែសួរថាពេលដែលគុណយកមកសរសេរហ្នឹងតើសរសេរទៅគាត់រកកន្លែងដាក់បន្ទុកអីយើងអត់ឃើញហ្នឹងដាក់កន្លែងណាអញ្ចឹងគាត់ដឹងពិបាកមុននឹងគាត់សម្រេចចិត្តថាកែឲ្យខុសគឺគាត់មិនងាយទេបាទកន្លែង200អញ្ចឹងមកហើយចែកច្រើនមកណាបាទចែកនឹង0.02អញ្ចឹងទៅបាទ0.02ហើយកន្លែងបើយើងគិតទៅចម្លើយសម្រួលចោលមែនទេអញ្ចឹងសល់បាន100កន្លែងសល់បាន100គឺ100មីលីលីត្រអញ្ចឹងដល់ពេលយើងឆ្លើយយើងដាក់ដូចនេះមកបាទយើងឆ្លើយដូចនេះហ្នឹងបាទដូចនេះគេយើងមិនបានមៀតអញ្ចឹងហ៎មៀតសូលុយសង់បាទមៀតសូលុយសង់
បាទយើងបានមានសូត្រសងណាគេសូត្រសង NA OH គឺប្រមាណដើម្បីបន្សាំគឺ100ដាក់100 ml ចឹងទៅបាទប៉ុណ្ណាហើយកាន់ចប់ហើយអត់មានអីទៀតទេមកមានអីអត់យល់ប្រាប់ណាខ្លាញ់ហ្នឹងពាក់ព័ន្ធមួយចំណុចអស់ហ្នឹងមកចា